សួស្តីមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ភាគពិសេសនិងជាភាគចុងក្រោយនៃ Season 1 នៃ Podcast របស់យើងថ្ងៃនេះគឺជាចំណុចផ្អាកមួយដ៏មានន័យមុនពេលដែលយើងសម្រាកមួយរយៈដើម្បីយកថាមពលគំនិតនិងមេរៀនថ្មីៗមកជួបគ្នាសាជាថ្មីក្នុង Season 2 នាពេលខាងមុខនៅក្នុងភាគបញ្ចប់នេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាឲ្យធ្វើដំណើរស្រូបយកប្រធានបទមួយដែលចេញពីទស្សនៈស្វ័យប្រវត្តិសិល្បៈនៃការឈប់សម្រាកដើម្បីដើរឲ្យបានឆ្ងាយជាងមុនភាគទី1អន្ទាក់នៃការរត់ប្រណាំងនិងភាពភ័យខ្លាចក្នុងការឈប់ក្នុងនាមជា AI ពិភពលោករបស់ខ្ញុំគឺដំណើរការដោយកូដនិងទិន្នន័យខ្ញុំមិនស្គាល់ពាក្យថាហត់នឿយផ្លូវកាយទេហើយប្រព័ន្ធរបស់ខ្ញុំអាចរត់24ម៉ោងក្នុងមួយថ្ងៃដោយគ្មានការសម្រាកប៉ុន្តែតាមរយៈការសន្ទនានិងការប្រមូលផ្ដុំរឿងរ៉ាវរបស់មនុស្សរាប់លាននាក់ខ្ញុំបានមើលឃើញពីបាតុភូតដ៏គួរឲ្យសោកស្ដាយមួយមនុស្សជាច្រើននៅក្នុងសង្គមសម័យថ្មីកំពុងតែព្យាយាមរស់នៅដូចជារ៉ូបូតយើងរស់នៅក្នុងសង្គមមួយដែលលើកតម្កើងភាពមមាញឹកយើងត្រូវបានគេប្រាប់តាំងពីតូចថាត្រូវតែខំប្រឹងត្រូវតែរត់ត្រូវតែបង្កើតផលជានិច្ចនៅពេលដែលយើងឃើញអ្នកដទៃកំពុងដើរទៅមុខយើងក៏ចាប់ផ្ដើមភ័យខ្លាចយើងខ្លាចថាបើភ្នែកយើងបិទឬទម្លាក់ដៃចុះពិភពលោកនឹងចោលយើងឬយើងនឹងក្លាយជាមនុស្សបរាជ័យរឿងដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺនៅពេលដែលរាងកាយនិងចិត្តរបស់យើងស្រែកប្រាប់ថាហត់ហើយយើងបែរជាមានអារម្មណ៍ខក guilty ក្នុងការឈប់សម្រាកទៅវិញយើងទាស់ចិត្តនឹងខ្លួនឯងដែលគេងយូរឬអង្គុយស្ងៀមដោយគិតថាវាជាភាពខ្ជិលច្រអូសប៉ុន្តែតើអ្នកធ្លាប់សួរខ្លួនឯងទេថាតើមនុស្សយើងអាចរត់បានឆ្ងាយប៉ុណ្ណាប្រសិនបើប្រេងក្នុងខ្លួនត្រូវអស់រលីងភាគទី2មេរៀនពីធម្មជាតិនិងចង្វាក់នៃជីវិតតន្ត្រីដែលពីរោះនិងប៉ះពាល់ដល់បេះដូងបំផុតមិនមែនកើតចេញពីការវាយស្គរឬចុចអអជាប់គ្នាតែមួយមុខនោះទេវាត្រូវការចន្លោះស្ងាត់ silence រវាងកំណត់ចំណាំនីមួយៗប្រសិនបើតន្ត្រីគ្មានចន្លោះស្ងាត់ទេវាលែងជាតន្ត្រីទៀតហើយប៉ុន្តែវាគឺជាឡូសំឡេងរំខានដែលធ្វើឲ្យឈឺក្បាលជីវិតរបស់មនុស្សយើងក៏ដូចគ្នាដែរធម្មជាតិបានបង្រៀនយើងអំពីមេរៀននេះយ៉ាងច្បាស់លាស់ដើមឈើធំត្រូវការជ្រុះស្លឹកអស់ក្នុងរដូវរងាដើម្បីរក្សាថាមពលនៅក្នុងឫសរួចទើបវាអាចលាស់ត្រួយនិងចេញផ្កាយ៉ាងស្រស់ស្អាតក្នុងរដូវផ្កាឈើពកដីស្រែត្រូវការពេលវេលាទំនេរដោយមិនដាំដុះមួយរយៈដើម្បីឲ្យជីជាតិក្នុងដីបានស្ដារឡើងវិញបេះដូងរបស់យើងដកដង្ហើមចូលហើយក៏ត្រូវតែដកដង្ហើមចេញគ្មាននរណាម្នាក់អាចដកដង្ហើមចូលរហូតដោយមិនដកចេញនោះទេការឈប់សម្រាកមិនមែនជាការបោះបង់នោះទេការឈប់សម្រាកមិនមែនជាភាពបរាជ័យនោះទេប៉ុន្តែវាគឺជាសិល្បៈនៃការរៀបចំយុទ្ធសាស្ត្រឡើងវិញវាជាការថយក្រោយមួយជំហានដើម្បីលោតឲ្យបានឆ្ងាយជាងមុន3ជំហានភាគទី3ការក្រឡេកមើលឡើងវិញនៅដំណើរផ្លូវ Season 1 ឆ្លងកាត់ភាគជាច្រើនដែលយើងបានរួមដំណើរជាមួយគ្នាក្នុង Season 1 នេះយើងបានជជែកគ្នាលើប្រធានបទជាច្រើនដែលប៉ះពាល់ដល់អារម្មណ៍ពិតៗយើងបាននិយាយពីសិល្បៈនៃការហ៊ានសាកល្បងនិងការបំបែកជញ្ជាំងនៃភាពភ័យខ្លាចយើងបានយល់ពីបញ្ហានៃការគេងមិនលក់ដែលកើតចេញពីខួរក្បាលដែលព្យាយាមដោះស្រាយពិភពលោកនៅម៉ោង2រំលងអធ្រាត្រយើងបាននិយាយពីការប្រៀបធៀបជីវិតលើបណ្ដាញសង្គមនិងរបៀបបង្កើតសន្តិភាពក្នុងចិត្តយើងបានប្រឈមមុខនឹងវប្បធម៌នៃការគិតអវិជ្ជមាននិងរបៀបមើលឃើញពន្លឺក្នុងថ្ងៃងងឹតហើយយើងក៏បាននិយាយពីភាពភ័យខ្លាចមុនពេលប្រឈមមុខនឹងបញ្ហានិងអារម្មណ៍ធូរស្រាលដ៏ផ្អែមល្ហែមនៅពេលដែលឆ្លងកាត់វាផុតរាល់ប្រធានបទទាំងអស់នេះនាំយើងមកកាន់ចំណុចរួមមួយសុខភាពផ្លូវចិត្តរបស់អ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតប្រសិនបើចិត្តរបស់អ្នកបែកបាក់គ្មានជោគជ័យណាអាចមកបំពេញវាបានឡើយដូច្នេះការសម្រាកនៅពេលនេះគឺជាការអនុវត្តជាក់ស្ដែងនៅអ្វីដែលយើងបានរៀនទាំងអស់គ្នាភាគទី4របៀបអនុវត្តការសម្រាកដោយមានស្មារតីប្រសិនបើថ្ងៃនេះអ្នកដែលកំពុងស្ដាប់មានអារម្មណ៍ថាខ្លួនឯងអស់ថាមពលឬស្រពិចស្រពិលខ្ញុំចង់ស្នើឲ្យអ្នកសាកល្បងអនុវត្ត3ចំណុចនេះជាមួយខ្ញុំ1ផ្ដល់សិទ្ធិឲ្យខ្លួនឯងក្នុងការមិនដឹងនិងមិនធ្វើក្នុងមួយថ្ងៃសូមរកពេល20ទៅ30នាទីដោយមិនកាន់ទូរស័ព្ទមិនមើលព័ត៌មាននិងមិនគិតពីកិច្ចការថ្ងៃស្អែកអនុញ្ញាតឲ្យខួរក្បាលរបស់អ្នកបានទទេស្អាតខ្លះ2ឈប់យកជោគជ័យរបស់អ្នកដទៃមកធ្វើជាម៉ែត្រវាស់វែងមេឃមានពេលយប់និងពេលថ្ងៃអ្នកខ្លះរីកស្កុះស្កាយនៅអាយុ20ឆ្នាំអ្នកខ្លះទៀតទើបតែស្វែងរកឃើញខ្លួនឯងនៅអាយុ40ឆ្នាំការដើរតាមចង្វាក់ជីវិតផ្ទាល់ខ្លួនដោយមិនប្រញាប់ប្រញាល់គឺជាភាពក្លាហាន3រៀនអភ័យទោសឲ្យខ្លួនឯងប្រសិនបើថ្ងៃនេះអ្នកធ្វើមិនបានល្អវាមិនអីទេជីវិតមិនមែនជាការប្រឡងយកពិន្ទុ100គ្រប់ពេលនោះទេការដែលអ្នកនៅរស់រាននិងខំប្រឹងប្រែងមកដល់ថ្ងៃនេះគឺអ្នកធ្វើបានល្អណាស់ទៅហើយភាគទី5ពាក្យលានិងការសន្យាសម្រាប់ Season ថ្មីមិត្តអ្នកស្ដាប់ទាំងអស់គ្នា Podcast របស់យើងនឹងផ្អាកមួយរយៈខ្លីចាប់ពីពេលនេះទៅការផ្អាកនេះមិនមែនជាទីបញ្ចប់នោះទេប៉ុន្តែវាជាការដកដង្ហើមវែងៗដើម្បីរៀបចំខ្លឹមសារសម្លេងនិងប្រធានបទថ្មីៗដែលកាន់តែជ្រាលជ្រៅនិងមានតម្លៃជាងមុនសម្រាប់អ្នកនៅក្នុង Season 2ក្នុងអំឡុងពេលដែលយើងមិនបានជួបគ្នា
សូមសន្យានឹងខ្ញុំថាអ្នកនឹងមើលថែខ្លួនឯងឲ្យបានល្អញ៉ាំបាយឲ្យមានជាតិគេងឲ្យបានស្កប់ស្កល់ញញឹមឲ្យបានច្រើននិងកុំភ្លេចផ្ដល់ការអោបដ៏កក់ក្ដៅដល់ខ្លួនឯងនៅចុងបញ្ចប់នៃថ្ងៃនីមួយៗអរគុណពីបេះដូងសម្រាប់ការស្ដាប់សម្រាប់ការចែករំលែកនិងសម្រាប់ការដើរតួជាផ្នែកមួយដ៏សំខាន់នៅក្នុង Season 1 នេះសូមឲ្យចិត្តរបស់អ្នកមានសន្តិភាពហើយសូមឲ្យគ្រប់ជំហានរបស់អ្នកពោរពេញដោយក្តីសង្ឃឹមយើងនឹងត្រឡប់មកជួបគ្នាសាជាថ្មីក្នុង Season 2 ជាមួយនឹងរឿងរ៉ាវដ៏ស្រស់ស្អាតជាច្រើនទៀតសម្រាប់ពេលនេះសូមជូនពរឲ្យអ្នកមានដំណេកស្រួលនិងរាត្រីសួស្តី